Chúc cô niềm nhóm nơi video thay mấy ngàyนี้ខ្ញុំបង្ហាញអំពីរបៀបនៃការឆែកមើលថាតើទូរស័ព្ទរបស់យើងមាន support 5G ឬអត់ចឹងណាពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងដូចពុកម៉ែបងប្អូនទាំងគ្នាឃើញនៅលើទូរស័ព្ទខ្ញុំនេះគឺ load 5G ពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងដើម្បីធ្វើការឆែកយើងចូលមកកាន់ setting តំទៀតយើងជ្រើសរើសពាក្យ mobile network បន្ទាប់មកយើងចូលទៅកាន់ SIM បើយើងដូចបើខ្ញុំ smartphone ទាំងពីរខ្ញុំចូលខ្ញុំកំពុងប្រើ SIM ទី2អញ្ចឹងខ្ញុំចូល SIM ទី2មកបន្តមកទៀតយើងអស់មកក្រោមយើងមើលទៅក្រោមយើងឃើញថា preferred network type យើងចុចលើហ្នឹងមកបន្តមកទៀតយើងនឹងឃើញកន្លែងនេះដាក់ថាមាន 2G only prefer 3G prefer LTE និង prefer 5G អញ្ចឹងគឺទូរស័ព្ទរបស់ខ្ញុំគឺ support ដល់ 5G ផងមកបងប្អូនអញ្ចឹងឥឡូវខ្ញុំធ្វើការដាក់ LTE ខ្ញុំ select មកគឺ load 4G វិញណាបងប្អូនអ្នកគ្នាអញ្ចឹងគឺ 4G អញ្ចឹងខ្ញុំធ្វើការដាក់ 5G វិញនេះ prefer 5G មកគឺ load 5G វិញពុកម៉ែបងប្អូនអ្នកគ្នាអញ្ចឹងឥឡូវខ្ញុំចូលមកកាន់ជ្រុំដើម្បីឆែក speed អូខេបន្តមកទៀតខ្ញុំវាយ speed តេស្ត speed តេស្តឥឡូវធ្លាក់សល់ 4G វិញហើយពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងរងចាំបន្តិចសិនគឺវាធ្លាក់មកសល់ 4G វិញវាស្អាខ្ញុំនៅអាគារអញ្ចឹងអត់សូវមានសេវាពុកម៉ែបងប្អូនគ្នាអូខេហើយធ្វើការចេញទៅក្រៅខ្ញុំចូលកាន់ setting វិញដើម្បីសាកបើកម្ដងទៀតនឹង load 5G ខ្ញុំតម្លាក់ LTE តោះទៀតខ្ញុំដាក់ 5G វិញអូខេនេះគឺ load មកហើយអញ្ចឹងយើងធ្វើការតេស្តមើលតើល្បឿនប្រហែលដែរពុកម៉ែបងប្អូនគ្នាចុច continue មកយើងធ្វើការ test speed នេះគឺបញ្ជាក់ខ្ញុំប្រើ smartphone ដោយសារតែខ្ញុំនៅអាគារអញ្ចឹងណាពុកម៉ែបងប្អូនគ្នាវាអាចរៀង slow តិចពិសេសនៅបន្ទប់ជួលរបស់ខ្ញុំគឺអត់មានទេមានតែ 4G អញ្ចឹងដូចពុកម៉ែបងប្អូនទាំងគ្នាឃើញអញ្ចឹងនេះគឺ dumper me speed download អញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងវីដេអូនៃការបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនទាំងគ្នាបើសិនជាមានចម្ងល់អាច comment នៅខាងក្រោមវីដេអូនឹងបាន